សៀមមានកំណើតមកពីណាប្រជាជនសៀមឬថៃមានដើមកំណើតមកពីក្រុមជនជាតិតៃដែលបានធ្វើចំណាក់ស្រុកពីភាគខាងត្បូងប្រទេសចិនចុះមកភាគខាងត្បូងកាលពីជាង 1000 ឆ្នាំមុនពួកគេបានមកតាំងទីលំនៅនៅតំបន់វាលទំនាបកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នដែលពួកគេបានបង្កើតនគរដ៏មានឥទ្ធិពលដូចជាសុខូថៃនិងអយុធ្យាតាឈ្មោះដើមសៀមជាអ្វីប្រទេសនេះត្រូវបានគេស្គាល់ជាអន្តរជាតិថាសៀមរហូតដល់ឆ្នាំ 1939 ពាក្យថាសៀមនេះអាចមានប្រភពមកពីពាក្យសំស្ក្រឹតស្យាមដែលមានន័យថាខ្មែរឬត្នោតចាស់ឬក៏មកពីពាក្យមនរាមញាញ់ដែលមានន័យថាមនុស្សចម្លែកយ៉ាងណាមិញនៅក្នុងភាសាថៃផ្ទាល់ប្រជាជនខ្លួនឯងតែងតែហៅប្រទេសរបស់ពួកគេថាเมืองថៃដែលមានន័យថាដែនដីរបស់ជនជាតិថៃឬដែនដីនៃសេរីភាពដោយសារពាក្យថាថៃត្រូវបានគេជឿថាមានន័យថាសេរីការផ្លាស់ប្ដូរឈ្មោះផ្លូវការពីសៀមទៅថៃឡង់បានកាត់ឡើងនៅឆ្នាំ 1939 ដើម្បីឆ្លុះបញ្ចាំងអំពីគោលគំនិតជាតិនិយមនិងបញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិថៃថាជាជនជាតិសេរីនៅក្នុងศิលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលជាចាប់ពីសតវត្សទី 12 មកពួកថៃឬសៀមកាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយបានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី 9 មកពីដំបូងគេឃើញពួកថៃឬសៀមបានចុះមកតាំងទីលំនៅនៅភាគខាងជើងប្រទេសឡាវសប្តាហ៍ថ្ងៃនិងនៅឈៀងម៉ាយចំនួនពួកថៃឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗជាចំនួនដូចជាសុខូថៃឈៀងសានឈៀងម៉ាស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នេះជានគរទុនខ្សោយហើយស្ថិតនៅក្រោមការឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកថៃឬសៀមក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញដោយចាប់ផ្ដើមពីសុខូថៃនៅអំឡុងសតវត្សទី 13 បន្ទាប់មកទៀតនៅសតវត្សទី 14 ក្រោយពីស្ដេចរាមគំហែងចូលទិវានគត់សុខូថៃត្រូវធ្លាក់ដុនដាបហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធ្យាគឺអយុធ្យានេះហើយដែលបានពង្រីកអំណាចនគរសៀមហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរ